នៅទីក្រុងបាងកកប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរសំណង់អគារដែលបាក់រលំដោយសារតែគ្រោះរញ្ជួយដីពីភូមានៅតែបន្តទាំងយប់អធ្រាត្របន្ទាប់ពីរកឃើញសាកសពមនុស្ស6នាក់ក្រុមជួយសង្គ្រោះថៃបានប្រើដ្រូនហើយនិងសត្វឆ្កែដើម្បីស្វែងរកជនរងគ្រោះជិត100នាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួនជាប់សង្កត់នៅក្រោមគំនរថ្មក្តីសង្ឃឹមរកឃើញជនរងគ្រោះដែលអាចនៅមានជីវិតនៅក្រោមគំនរថ្មបាក់បែកគឺមានតិចណាស់ក្រុមជួយសង្គ្រោះថៃជួបបញ្ហាប្រឈមពីរនោះគឺគេត្រូវកាយគំនរថ្មដែលមានកម្ពស់មិនតិចជាង20ម៉ែត្រហើយនឹងបំណែកថ្មអគារដែលអាចធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគេគ្រប់ពេលវេលាយោងតាមអាជ្ញាធរថៃអ្នកដែលបាត់ខ្លួននៅក្រោមអគារដែលបាក់ដួលស្រុតដោយសារតែការរញ្ជួយដីពីភូមាភាគច្រើនគឺជាកម្មករដែលធ្វើការនៅការដ្ឋានសាងសង់អគារនៅក្រៅហេតុការណ៍រញ្ជួយដែលបានបណ្ដាលឲ្យអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកករងអង្រួនរេចុះឡើងជាច្រើនកន្លែងរដ្ឋបាលក្រុងបាងកកបានសម្រេចជម្លៀសមនុស្សចេញពីអគារខ្ពស់ៗចំនួន2នៅយប់ថ្ងៃសុក្រហើយបានសន្យាបញ្ជូនក្រុមអធិការកិច្ចស្ម័គ្រចិត្តចំនួន100នាក់ឲ្យទៅត្រួតពិនិត្យសុវត្ថិភាពនៅតាមអគារជាង2000ផ្សេងទៀតនៅក្នុងទីក្រុងបាងកកនៅភូមិអានោះវិញជាពិសេសនៅក្បែររដ្ឋធានីបុរាណម៉ង់ដាឡេដែលជាចំណុចរញ្ជួយដីកាលពីថ្ងៃសុក្រការខូចខាតហេដ្ឋារចនាសម្ព័ន្ធហើយនឹងការបាត់បង់ជីវិតមនុស្សគឺមានលក្ខណៈធ្ងន់ធ្ងរជាងប្រទេសថៃថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិភូមានៅយប់ថ្ងៃសុក្រមេដឹកនាំរបស់សឹកភូមាលោកមីនអ៊ុងលៀងបាននិយាយថាមនុស្ស144នាក់បានស្លាប់ចំណែកឯ732នាក់រងរបួសមេដឹកនាំយោធាភូមានៅបានព្រមានថាចំនួនមនុស្សស្លាប់គឺអាចកើនច្រើនជាងនេះពីព្រោះថានៅមានមនុស្សច្រើនទៀតដែលកំពុងតែបាត់ខ្លួននៅឡើយទីភ្នាក់ងារអាមេរិក US Geological Survey បានវិតម្លៃថាមនុស្សប្រមាណ800,000នាក់រស់នៅក្នុងតំបន់ដែលមានកម្រិតរញ្ជួយខ្លាំងនៅក្នុងប្រទេសភូមាដូច្នេះចំនួនមនុស្សស្លាប់គឺអាចដល់ 1000 នាក់ឬក៏ច្រើនជាងនេះនៅចំពោះមុខគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះមេដឹកនាំយោធាភូមាដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកសេអ៊ុនសានស៊ូជីហើយកំពុងតែលង់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលជាង4ឆ្នាំមកនេះបានសុកចិត្តហាមាត់សុំជំនួយពីសហគមន៍អន្តរជាតិនៅថ្ងៃសុក្រមេដឹកនាំរបស់សឹកភូមាបានប្រកាសបើកទ្វារទទួលយកជំនួយបរទេសគ្រប់ច្រកបន្ទាប់ពីឥណ្ឌាហើយនិងអឺរ៉ុបដែលបានប្រកាសត្រៀមខ្លួនជួយប្រជាជនភូមាអង្គការសហប្រជាជាតិបានប្រកាសបញ្ចេញកញ្ចប់ថវិកា$5 លានសម្រាប់ផ្តល់ជំនួយសង្គ្រោះបឋមដល់ប្រជាជនភូមាចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិគ្រោះរញ្ជួយដីលើកនេះគឺជាទុកជាន់លើទុកពីព្រោះថាប្រជាជនភូមាប្រមាណ20 លាននាក់កំពុងតែជួបការខ្វះខាតរួចទៅហើយដោយសារតែសង្គ្រាមស៊ីវិលដែលបានធ្វើឲ្យមនុស្សជាង3.5 លាននាក់រត់ភៀសខ្លួនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃសុក្របានអះអាងថាលោកបានយល់ព្រមផ្ដល់ជំនួយដល់ភូមាដែលកំពុងតែជួបគ្រោះអាសន្នក៏ប៉ុន្តែសំណួរចោទសួរថាតើអាមេរិករបស់លោកដូណាល់ត្រាំនឹងជួយភូមាតាមវិធីណាពីព្រោះថាទីភ្នាក់ងារអាមេរិក USAID ដែលទទួលបន្ទុកខាងផ្ដល់ជំនួយបរទេសនៅក្នុងករណីដែលមានគ្រោះមហន្តរាយធម្មជាតិនោះត្រូវបានលោកដូណាល់ត្រាំចោទថាចាយលុយខ្ជះខ្ជាយហើយបានបញ្ជាឲ្យបិទទ្វារនៅសប្តាហ៍នេះទៀតក្រសួងការបរទេសអាមេរិកដែលមានការចង្អុលបង្ហាញពីមហាសេដ្ឋី Elon Musk បានសម្រេចបណ្ដេញបុគ្គលិកចុងក្រោយរបស់ USAID យ៉ាងយូរបំផុតនៅខែកញ្ញាឆ្នាំនេះរដ្ឋអំណាចចិនចង់ធ្វើការងារជាមួយបង់ក្លាដេសដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែឈានដល់កម្រិតកំពូលចិនចង់បំផុសចំណងមេត្រីភាពល្អជាមួយបង់ក្លាដេសក្នុងនាមជាអ្នកជិតខាងជាមិត្តល្អនិងជាដៃគូសហការដ៏ប្រសើរដោយឈរលើស្មារតីជឿទុកចិត្តគ្នាទៅវិញទៅមកនេះគឺជាប្រសាសន៍របស់ប្រមុខរដ្ឋចិនលោកស៊ីជីនពីងដែលបានថ្លែងប្រាប់លោកមហាម៉ាត់យូនូសនៅរដ្ឋធានីប៉េកាំងជាទីដែលមេដឹកនាំវ័យ84ឆ្នាំរូបនេះបំពេញទស្សនកិច្ចផ្លូវការនៅបរទេសជាលើកទី1ក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាលបង់ក្លាដេសសម័យអន្តរកាលអ្នកទទួលខុសត្រូវខាងបណ្ដាញផ្សព្វផ្សាយរបស់លោកមហាម៉ាត់យូនូសបានបញ្ជាក់ថាកិច្ចពិភាក្សារវាងបុរសរដ្ឋទាំងពីរបានជោគជ័យយ៉ាងធំបើតាមទូរទស្សន៍រដ្ឋចិន CCTV ប្រធានាធិបតីចិនស៊ីជីនពីងបានប្រកាសគាំទ្របង់ក្លាដេសក្នុងការថែរក្សាឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពដែនដីប្រទេសចិនក៏សន្យាជួយជ្រោមជ្រែងបង់ក្លាដេសក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារធនធានទឹក
បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបរិស្ថានហើយបើយោងតាមរដ្ឋាភិបាលបង់ក្លាដេសវិញភាគីទាំងពីរចុះកិច្ចព្រមព្រៀងជាច្រើនទៅលើផ្នែកសេដ្ឋកិច្ចសហប្រតិបត្តិការវប្បធម៌កីឡានិងកិច្ចការផ្សព្វផ្សាយព័ត៌មានការខិតទៅរកគ្នារវាងប៉េកាំងនិងដាកាស្ថិតនៅក្នុងបរិបទជួបភាពតានតឹងខ្លាំងរវាងបង់ក្លាដេសនិងឥណ្ឌាបានទទួលអតីតនាយករដ្ឋមន្ត្រីបង់ក្លាដេសលោកស្រីឆេកហាស៊ីណាឲ្យទៅជ្រកកោននៅរដ្ឋធានីញូដេលីក្រោយពីត្រូវបាតកោនិស្សិតបង់ក្លាដេសបានបណ្ដេញលោកស្រីចេញពីអំណាចនៅរវាងពាក់កណ្ដាលឆ្នាំ2024ចាប់ពីពេលនោះមកឥណ្ឌានិងបង់ក្លាដេសមើលមុខគ្នាលែងចំមើលមុខគ្នាមិនចំត្បិតថាបង់ក្លាដេសទាមទារឲ្យឥណ្ឌាចាប់បញ្ជូនលោកស្រីឆេកហាស៊ីណាឲ្យមកទទួលការកាត់ក្តីនៅតុលាការពីបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ប៉ុន្តែអាជ្ញាធរឥណ្ឌាមិនព្រមធ្វើតាមសំណើទេចំណែកប្រជាពលរដ្ឋទាំងពីរទៀតសោតក៏ចេះតែរករឿងឆ្លោះគ្នានិងចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនដងថ្មីនេះរដ្ឋាភិបាលឥណ្ឌាក៏បានតម្រូវឲ្យអ្នកជំងឺបង់ក្លាដេសត្រូវតែសុំទិដ្ឋាការជាមុនសិនទើបអាចទៅព្យាបាលជំងឺនៅស្រុកឥណ្ឌាបានត្រង់ចំណុចនេះបង្កការលំបាកជាខ្លាំងទៅដល់អ្នកជំងឺបង់ក្លាដេសរដ្ឋាភិបាលរបស់លោកម៉ាហាម៉ាត់យូនូសបានស្នើសុំជួបសន្ទនាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌានរេនត្រាម៉ូឌីដើម្បីដោះស្រាយភាពតានតឹងជាពិសេសបញ្ហាព្យាបាលជំងឺនេះតែម្ដងផ្ទុយទៅវិញរដ្ឋាភិបាលទីក្រុងញូដេលីមិនផ្ដល់ចម្លើយតបទាល់តែសោះម្ល៉េះហើយទើបនៅក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងថ្នាក់ដឹកនាំបង់ក្លាដេសក៏ពិភាក្សាគ្នាអំពីការសាងសង់មន្ទីរពេទ្យមិត្តភាពចិននៅបង់ក្លាដេសនៅថ្ងៃទី27មីនាស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរៀបចំពិធីប្រគល់ឥទ្ធិធាតុរបស់ទាហានអាមេរិក2រូបដែលរកឃើញនៅក្នុងប្រទេសកម្ពុជាតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាចាប់តាំងពីឆ្នាំ2015មកនេះជាពិធីប្រគល់ឥទ្ធិធាតុទាហានអាមេរិកលើកដំបូងនៅកម្ពុជាដោយរៀបចំបញ្ជូនត្រឡប់ទៅជូនគ្រួសារនៅទឹកដីអាមេរិកវិញសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលវិទ្យុបារាំងអន្តរជាតិ RFE ទទួលបាននៅថ្ងៃទី28មីនានេះបានបញ្ជាក់ថាអត្តធាតុទាហានអាមេរិកទាំងពីររូបត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិកក្នុងខេត្តរតនគិរីកាលពី55ឆ្នាំមុននៅក្នុងសម័យសង្គ្រាមវៀតណាមនៅក្នុងពិធីប្រគល់ឥទ្ធិធាតុនោះគឺមានការចូលរួមពីលោកសៀងឡាប្រេសអនុប្រធាននៃគណៈកម្មាធិការកម្ពុជាទទួលបន្ទុកឆ្លើយសឹកនិងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមនិងលោកស្រី Brigette L. Walker ភរិយាស្ថានទូតអាមេរិកនៅភ្នំពេញគូបញ្ជាក់ដែរថាការប្រគល់និងបញ្ជូនឥទ្ធិធាតុទាហានអាមេរិកនេះពេលនេះគឺជាព្រឹត្តិការណ៍លើកដំបូងក្រោយប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឡើងវិញកាលពីឆ្នាំ2018កាលពីឆ្នាំ2018រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសបដិសកម្មភាពរុករកឥទ្ធិធាតុទាហានអាមេរិកដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកដែលផ្អាកការចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ទៅឲ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាប៉ុន្តែនៅខែតុលាឆ្នាំ2018លោកហ៊ុនសែនដែលកាលនោះនៅជានាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យមានកិច្ចសហការរុករកឥទ្ធិធាតុទាហានអាមេរិកនៅលើទឹកដីកម្ពុជាឡើងវិញតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាឥទ្ធិធាតុរបស់ទាហានអាមេរិកដែលបានរកឃើញនឹងត្រូវដឹកទៅមន្ទីរពិសោធន៍របស់ក្រសួងការពារជាតិអាមេរិកនៅក្នុងទីក្រុង Honolulu ដើម្បីធ្វើការវិភាគបន្ថែមក្នុងករណីដែលមន្ទីរពិសោធន៍អាចកំណត់អត្តសញ្ញាណលើឥទ្ធិធាតុទាហានទាំងពីររូបបានគ្រួសាររបស់ទាហាននឹងត្រូវបានជូនដំណឹងស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចាត់ទុកការរុករកនិងបញ្ជូនឥទ្ធិធាតុទាហានអាមេរិក2នាក់នេះថាជាជំហានដ៏ធំមួយក្នុងការផ្ដល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួនសូមបញ្ជាក់ថាឆ្នាំ2025នេះរដ្ឋាភិបាលអាមេរិកនិងកម្ពុជាបានអបអរខួបទី75ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នានិងបានពង្រឹងកិច្ចសហការស្វែងរកឥទ្ធិធាតុទាហានអាមេរិកជាមួយគណៈកម្មាធិការទទួលបន្ទុកឆ្លើយសឹកនិងយុទ្ធជនបាត់ខ្លួនសង្គ្រាមកម្ពុជារដ្ឋបាលអាមេរិកក៏កំពុងបន្តរុករកសមាជិកនៃកងទ័ពអាមេរិកចំនួន48នាក់ដែលបន្តស្ថិតនៅក្នុងបញ្ជីបាត់ខ្លួននៅឡើយនៅក្នុងប្រទេសកម្ពុជាតាមរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួនប្រមាណ90នាក់ហើយសាកសពចំនួន42នាក់ត្រូវបានរកឃើញគួរបញ្ជាក់ថាមានទាហានអាមេរិកប្រមាណជាង2600នាក់បានបាត់ខ្លួនក្នុងប្រទេសវៀតណាមឡាវកម្ពុជានិងចិនកាលពីសម័យសង្គ្រាមវៀតណាម